ថ្ងៃនេះខ្ញុំចែកម្លែកនៅចំណេះដឹងមួយឈ្មោះថា The Law of Late ដែលភាសាខ្មែរគឺច្បាប់នៃគម្របតើច្បាប់នៃគម្របនោះមានន័យថាម៉េចសូមរងចាំតាមដានទាំងអស់គ្នាមុននឹងខ្ញុំនិយាយអំពីច្បាប់នៃគម្របឬ The Law of Late ហ្នឹងខ្ញុំឲ្យបងប្អូនសាកសម័យទៅមើលថាតើនៅពេលដែលបងប្អូនធ្វើអាជីវកម្មមួយហើយមនុស្សភាគច្រើនដែលគាត់ធ្វើអាជីវកម្មហើយចាប់ផ្ដើមចេញពីទូចមករហូតដល់ដំណាក់កាលមួយគឺអាជីវកម្មរបស់គាត់ត្រឹងទៅណាទៀតឡើយរួចបញ្ហានេះកើតឡើងដោយសារតែអាជីវកម្មនៅពេលដែលធំឡើងមកដល់ទើសម្ចាស់របស់គាត់ទើសម្ចាស់បានន័យថាម្ចាស់ហ្នឹងអត់អាចបង្កើនសមត្ថភាពខ្លួនឯងធំជាងមុនទៀតធ្វើឲ្យអាជីវកម្មហ្នឹងទើសធម្មចាស់មានរឿងពីរដែលកើតឡើងទី1នៅពេលដែលអាជីវកម្មមកដល់ទើសម្ចាស់ទីអាជីវកម្មហ្នឹងអាចជាប់ត្រឹងនៅហ្នឹងបន្ទាប់ពីជាប់ត្រឹងអាចតម្លាក់ចុះទៅវិញធ្លាក់ចុះទៅវិញដោយសារម្ចាស់អត់ទៅណាហើយមួយទៀតគឺលក់អាជីវកម្មនឹងចេញដើម្បីរើម្ចាស់ថ្មីហើយម្ចាស់ថ្មីអាចធ្វើឲ្យអាជីវកម្មមួយហ្នឹងបន្តដំណើរទៅមុខទៀតបានអាហ្នឹងជារឿងទី1ហើយដូច្នេះហើយមានអាជីវកម្មជាច្រើនដែលនៅលើពិភពលោកហ្នឹងដែលអាជីវកម្មល្បីដូចជា McDonald ឬអាជីវកម្មអីផ្សេងទៀតអ្នកដែលបង្កើតដំបូងហ្នឹងជួនកាលគាត់អាចបរិចបានទេអ្នកដែលគាត់ទិញបន្តហ្នឹងបានយកទៅបរិចទូទាំងពិភពលោកដល់ពេលបច្ចុប្បន្នអាហ្នឹងជារឿងទី1អាជីវកម្មអាចរីកបានលុះត្រាតែដូរម្ចាស់ទី2លុះត្រាតែម្ចាស់ហ្នឹងខំបង្កើនសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងជាងមុនម្ចាស់ហ្នឹងខំបង្កើនសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងជាងមុនមានន័យថាបើសិនជាគាត់នៅកម្រិតទី5ហ្នឹងហើយគាត់អាជីវកម្មឡើងមកគាត់ត្រូវតែឡើងទៀតគាត់ត្រូវតែបង្កើនសមត្ថភាពរហូតសមត្ថភាពនៅក្នុងការដឹកនាំអាជីវកម្មរហូតហើយដូច្នេះហើយបានជាខ្ញុំបានបង្កើតនៅកម្មវិធីមួយឈ្មោះថា Lead by Hawk ដែល Lead by Hawk ហ្នឹងផ្ដោតទៅលើការដឹកនាំខ្លួនឯងដឹកនាំគ្រួសារហើយនឹងដឹកនាំអាជីវកម្មធ្វើម៉េចឲ្យរីកចម្រើនហើយកម្មវិធីនេះគឺផ្ដោតខ្លាំងមែនទែនទៅលើការផ្លាស់ប្ដូរទម្លាប់នៃការដឹកនាំប្រចាំថ្ងៃព្រោះថាជាទូទៅគឺយើងចេះច្រើនទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាឬក៏បងប្អូនមួយចំនួនធំគឺចេះច្រើនហើយពិសេសក្នុងសម័យ AI ហ្នឹងគឺយើងចង់បានចំណេះដឹងអីក៏បានដែរយើងសួរអីគឺមានចម្លើយឲ្យទាំងអស់ហើយល្អថែមទៀតផងប៉ុន្តែបញ្ហារបស់មនុស្សមិនមែនសំខាន់លើយើងចេះច្រើនទេសំខាន់ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់យើងទម្លាប់នៃការដឹកនាំប្រចាំថ្ងៃរបស់យើងពិសេសដឹកនាំខ្លួនយើងដឹកនាំគ្រួសារយើងហើយនឹងដឹកនាំអាជីវកម្មរបស់យើងហ្នឹងបានល្អមែនទម្លាប់ហេតុដូច្នេះហើយបានជា Lead by Hawk ហ្នឹងគឺផ្ដោតខ្លាំងទៅលើការផ្លាស់ប្ដូរទម្លាប់ផ្ដោតខ្លាំងទៅលើសកម្មភាពផ្ដោតខ្លាំងទៅលើវាមិនសំខាន់យើងចេះប៉ុណ្ណាតើយើងផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សម្នាក់ទៀតដែលអាចដឹកនាំអាជីវកម្មរបស់យើងឲ្យរីកចម្រើនដល់កម្រិតណានោះជារឿងដែលសំខាន់ព្រោះតែបែបនេះហើយបានជា Lead by Hawk មានរយៈពេលសិក្សារហូតដល់6ខែសិក្សារហូតដល់6ខែដែលមានទាំងទ្រឹស្ដីបូកនឹងសកម្មភាពដែលបងប្អូនត្រូវអនុវត្តជារៀងរាល់ថ្ងៃហើយនឹងមានក្រុមការងាររបស់យើងដើម្បី track បងប្អូនបានត្រួតពិនិត្យបងប្អូនតើបានធ្វើអ្វីដែលបងប្អូនបានកំណត់ថាធ្វើឲ្យអត់អរគុណច្រើនកុំភ្លេចចូលរួមជាមួយយើងគឺកម្មវិធី Lead by Hawk អរគុណ